កម្ពុជាចិនបដិញ្ញាជំរុញលើកកម្ពស់ការដឹកជញ្ជូនបៃតងក្នុងប្រទេសកម្ពុជាថ្លែងក្នុងពិធីប្រគល់នឹងទទួលអំណោយជាយានជំនិះអគ្គិសនីនៅរុស្ស៊ីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025មន្ត្រីជាន់ខ្ពស់តំណាងក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Cambodian Lightning Riding ដែលបានបដិញ្ញាចិត្តបោះទុនវិនិយោគលើកកម្ពស់ការដឹកជញ្ជូនបៃតងនៅកម្ពុជាពិសេសផ្ដល់ជំរឿនដឹកជញ្ជូនដែលសន្សំសំចៃនិងមិត្តភាពបរិស្ថានក៏ដូចជារួមបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាពទៅក្នុងផ្នែកដឹកជញ្ជូនពាណិជ្ជកម្មនិងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគិនចិនរួមបញ្ចូលនៅក្នុងការលើកកម្ពស់ការកែលម្អនិងការអភិវឌ្ឍប្រព័ន្ធអេកូដឹកជញ្ជូនបៃតងនៅកម្ពុជាស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សហើយតម្រូវការដឹកជញ្ជូនពណ៌បៃតងកាន់តែមានភាពបន្ទាន់កម្ពុជាជឿជាក់យ៉ាងមុតមមថាយានជំនិះអគ្គិសនីទាំងនេះនឹងក្លាយជាដំណបៃតងដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនទូទាំងប្រទេសនៅក្នុងឱកាសនោះដែរលោក Danny Chow អ្នកគ្រប់គ្រងទូតក្រុមហ៊ុន Cambodian Lightning Riding Co Ltd បានថ្លែងថាក្រសួងពាណិជ្ជកម្មតែងតែជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជាដៃគូដ៏ស៊ីជម្រៅរបស់ក្រុមហ៊ុនលោក Danny Chow គូបញ្ជាក់ថាយានជំនិះអគ្គិសនីដែលប្រគល់ជូនក្រសួងពាណិជ្ជកម្មនាពេលនេះសុទ្ធតែបានឆ្លងកាត់ការសាកល្បងយ៉ាងហ្មត់ចត់និងសម្របតាមមូលដ្ឋាននយកម្មពិសេសមានភាពងាយស្រួលធ្វើប្រតិបត្តិការនិងសុវត្ថិភាពខ្ពស់ព្រមទាំងជាជំរើសដឹកជញ្ជូនដែលសន្សំសំចៃនិងមិត្តភាពបរិស្ថានអ្នកគ្រប់គ្រងទូទៅរូបនេះបានលើកឡើងទៀតថាក្រុមហ៊ុនលោកជឿជាក់យ៉ាងមុតមមថាក្រោមការណែនាំរបស់ក្រសួងពាណិជ្ជកម្មយានជំនិះអគ្គិសនីទាំងនេះនឹងក្លាយជាដំណបៃតងដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនទូទៅហើយ Lightning Ride បដិញ្ញាថានឹងប្រកាន់ភ្ជាប់នូវគោលការណ៍នៃការច្នៃប្រឌិតការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជានិងនៅក្នុងតំបន់